chân nơi không lít tê đại dương bằng cà chọc tụ bao chỉ dạng mấy cái đó này ta còn tách hai tê bằng cà qua chừng nuôi cho bằng lít không phải ta cà qua chừng nuôi cho bằng lít bà phụ dương cho từ Windows rồi bỏ event rồi bỏ Windows đấy này là vì để Windows nó open chẳng ấy phụ dương chạm đá bằng cà qua chừng nuôi default model đấy này một đặt cho một a cơ bản tạm chặt đấy đầu tiên này phải ngọc đi ao ở một mà lần new default model đấy bạn rồi đầu tiên phụ dương ao ấy kì ao list dot đấy này đầu tiên còn phụ dương ao ra list dot get model một dương tỏ tây bàn nặng nhìn này khác dương em class chùm núi đi cho nó lì vì này thế nè chân nơi sau là bọn lưu dương ai pra dot get selected item get selected index get selected index bàn đôi thò mà nèហើយមេសតរបស់ mode នេះក៏យើងអាចដាក់ add element add ចូលក្នុងណាបើយើងប្រើ mode 10ក៏មានន័យថា add ចូលក្នុងនេះដែរក៏ប៉ុន្តែពួកយើងត្រូវចងចាំថាពេលដែលយើង add class ជំនួយចូលក្នុង list ទិន្នន័យចាស់របស់ list នឹងត្រូវបានបាត់បង់ណាហ្នឹងហើយចឹងយើងឃើញទិន្នន័យចាស់របស់ list មានបានរ៉ានមកគ្នាមកបាត់បង់ហើយណាហ្នឹងហើយតែបាត់អីបាត់ទៅធម្មតារ៉ានមកគ្នាគេមិនចង់បានមានទិន្នន័យទេណាហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងលុបវាចោលទៅព្រោះវាដឹងបាត់ដែរណាយើងបង្កើត text field ដើម្បី add ទិន្នន័យតាមនោះតែមិនជានេះគាត់ជាឧទាហរណ៍ទេណាហ្នឹងហើយសប្តាហ៍ក្រោយយើងនឹងអនុវត្តលើវាទីណាខ្ញុំនឹងបង្កើតទូតណាហ្នឹងហើយបាទឥឡូវខ្ញុំចង់ជួយទៅនេះពីលីយើងបែកstring មិនមក string សិនvalue elementណា element មកទៅនឹងបាទ tt dot get type dot string ណាហ្នឹងហើយយើងបានទៅនេះពី text field ឲ្យ add ចូលលីព្រោះយើងប្រើ dotអត់មាន add element ទេ add នេះមិនប្រើបានណាស់អត់មាន add element ទេអញ្ចឹងនៅកន្លងនេះចាំឲ្យប្រើ mode 10 mode ហ្នឹងក៏ដូចគ្នាតែពេលហ្នឹងក៏យើងត្រូវចងចាំថាយើងអាចប្រើ mode បានលុះត្រាតែ mode នេះ add ចូលក្នុងនេះហើយតែពេលយើងថាតើ event នេះ execute ហើយនៅពេលដែលវា execute ឥឡូវចាំឲ្យថា execute ដាច់ខាតព្រោះពេលដែល form open មកវា automatic execute អញ្ចឹងហ្នឹងហើយអញ្ចឹងអានេះវា execute មុនពេលដែល event នេះកើតឡើងគឺយើងចុចប៊ូតុង click នៃកើតបើមិនទាន់អា form ហ្នឹងបាន open មែនទេអញ្ចឹងវា open ហើយចឹងយើងនឹងច្បាស់ថា mode ហ្នឹងយើងត្រូវបានបញ្ចូលយកមកលេខចឹងយើងអាចប្រើ mode dot add element បាទ element ណាយើង add element ចូលទៅក្នុង mode ក៏មានន័យថា add element ចូលទៅក្នុងនេះដូចគ្នាណាដោយសារតែយើងឲ្យ mode នេះបោះចូលក្នុងលេខហើយណាចឹងយើងរាប់តាមមើលចឹងហ៎បាទយើងអាចremove អាចធ្វើអីទៀតអញ្ចឹងសប្តាហ៍ក្រោយយើងនឹងអនុវត្តទៅលើ list ណា